đây nó kia cho mùi em mình mà đón tiến hay ngày đi cái tha cho lấy rừng mà sao mình hay nghe lời chưa chơi là nó kia em đang điều chẳng mà té tay go mình phải ha đây sao mấy việc bồn tập liền chẳng hai việc em mình cho lấy tới anh mình lấy liền lẹ thì tôi chết tới công cắn ấy đó cũng ao với ngày dưới chân cho sai trướng chứ đây bồn sai tới cứ đông mong của chưa bồn ta nè lòng khai bếp phía tây đập môi đó kia ta mọi người ngay cho sai đi đó kia mình sủa ta nè cấtอย่างน่ะได้វាអាស្រ័យលើអ្នកតើអ្នកកំពុងនិយាយអំពីយាយឈៀវមកពីនិកាយខាងក្រៅមែនទេខ្ញុំបានឮថាក្មេងស្រីនេះមិនសូវមានទេពកោសល្យទេគ្មានការយល់ដឹងអំពីខ្លួនឯងជាអ្នកវឹកហាត់ចំណាយពេលទាំងអស់របស់នាងដេកលក់នឹងធ្វើដូចជាមនុស្សចូលច្រអូសហើយជារឿយៗព្យាយាមឲ្យមូចុងស៊ីចុះពីលើភ្នំជាមួយនាងមែនហើយវាជានាងយ៉ាងណាក៏ដោយនិកាយរបស់យើងតែងតែបាននៅបាតបំផុតហើយខ្ញុំមិនគិតថាយើងនឹងរកឃើញមនុស្សឆ្នាតណាម្នាក់នៅឆ្នាំនេះទេយាយឈៀវគឺល្អណាស់នាងមានភាពរស់រវើកនិងគួរឲ្យចាប់អារម្មណ៍ទោះបីជាហេតុផលរបស់មូចុងស៊ីចម្លែកបន្តិចក៏ដោយក៏វាមិនមែនជាយ៉ាងណាក៏ដោយនិកាយឆាងមីងតែងតែជាប់ចំណាត់ថ្នាក់ចុងក្រោយគេក្នុងរយៈពេល100ឆ្នាំកន្លងមកនេះដូច្នេះវាហាក់ដូចជាមិនសំខាន់ថាអ្នកណាជាសិស្សផ្ទាល់ទី5នោះទេមិនអីទេបើដូច្នោះកុំឆ្លោះប្រកែកគ្នាអីមិនថាអ្នកខ្លាំងប៉ុណ្ណាទេបកឆាងមីងរបស់យើងត្រូវបានបញ្ចប់ទាំងស្រុងហើយទីបំផុតអាចគេងលក់ស្រួលយាយឈៀវមេដឹកនាំនិកាយចង់ជួបអ្នកទៅកំពូលភ្នំធំជាបន្ទាន់ខ្ញុំបាននៅក្នុងនិកាយនេះអស់រយៈពេល2 ខែហើយមនុស្សដែលខ្ញុំបានជួបភាគច្រើនជាសិស្សខាងក្រៅនិងពួកព្រឹទ្ធាចារ្យហេតុអ្វីបានជានរណាម្នាក់ដែលមានឋានៈស្មើនឹងមេដឹកនាំនិកាយមកហៅខ្ញុំមានអារម្មណ៍ថារឿងនេះនឹងមិនមែនជារឿងល្អទេនឿយហត់ណាស់គ្មានអ្វីដែលល្អកើតឡើងពីវាទេតើពួកគេមិនគិតទេឬថាខ្ញុំមិនអាចហោះលើដាវបានហើយអាចឡើងភ្នំដោយថ្មើរជើងបានបំភ្លេចវាផ្លាស់ប្ដូរវារាល់ពេលដែលខ្ញុំធ្វើដំណើរឡើងជណ្ដើរថ្មជាង900នេះដើម្បីគោរពដល់មេដឹកនាំនិកាយវាមានអារម្មណ៍ដូចជាព្រះចៅអធិរាជឡើងគ្រងរាជ្យវាពិតជាល្អណាស់ជំរាបសួរមេប្រធានបកនិងបងប្អូនច្បងទាំង3ដូចដែលពាក្យចចាមអារាមបាននិយាយក្មេងនេះពិតជាគ្មានមហិច្ឆតាទេពេលយប់គឺជាពេលដែលថាមពលខាងវិញ្ញាណឡើងដល់កម្រិតកំពូលហើយនាងពិតជាបានប្រើពេលវេលាដ៏មានតម្លៃនេះដើម្បីគេងយាយឈៀវតើអ្នកចង់ក្លាយជាសិស្សផ្ទាល់ខ្លួនរបស់ខ្ញុំទេគិតថាតួឯស្រីរបស់យើងគឺកេងយោបល់តម្ដងទាំងនេះគឺជាបងប្រុសច្បងទាំង3របស់អ្នកប្រហែលជាធ្លាប់បានឃើញពួកគេពីមុនមកហើយមែនទេក្មេងស្រីនេះនៅស្ងៀមពេញមួយពេលនាងប្រហែលជាខ្មាស់អៀន
វាជាការពិតខ្ញុំមានយើងទៅតែចុះពីលើភ្នំជាមួយគ្នាប៉ុន្មានថ្ងៃមុននេះហើយឥឡូវគាត់ជាបងប្រុសច្បងរបស់ខ្ញុំហើយឬយាយឈៀវប្រកាសជាសប្បាយចិត្តខ្លាំងណាស់ដែលនាងមិនអាចនិយាយអ្វីបានឡើយហើយរឿងរបស់យើងក៏បានចប់ត្រឹមតែប៉ុណ្្នេះដែរអ្នកគ្នាគឺថាអត់មានផ្ដាសាយទៅពិបាកក្នុងការចូលស្ដីឲ្យអ្នកគ្នាចឹងហើយណាមួយមិនព្រៀងផងរឿងហ្នឹងអត់មានព្យាយាមបកឲ្យអ្នកគ្នាហើយដើម្បីបញ្ចប់រឿងនេះមិនអាចនឹងបញ្ចូលរឿងថ្មីឲ្យអ្នកគ្នាហើយរឿងថ្មីហ្នឹងក៏អត់មានព្យាយាមបកវាបានមកភាគហើយតិចទៀតពេលដែលមានធ្វើរឿងនេះចាប់អត់មាននឹងធ្វើរឿងហ្នឹងឲ្យអ្នកគ្នាដែលមាននឹងលើកយកពីភាគទៅ3ភាគឲ្យអ្នកគ្នានៅពេលដែលមានបករឿងនេះចប់អ្នកគ្នាហើយវីដេអូនោះមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយបើមានកំហុសខុសឆ្គងអីកុំប្រកាន់អត់មានអីចឹងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ